សិល្បៈគំនូរអង្គរដែលធ្វើឡើងអំពីអង្គរខ្មែរធម្មជាតិពិតៗដោយស្នាដៃកូនខ្មែរដែលបងប្អូនទាំងអស់គ្នាគួរតែចូលរួមគាំទ្រផ្សព្វផ្សាយនិងឲ្យតម្លៃស្នាដៃមួយនេះទាំងអស់គ្នាខ្ញុំជឿថាមានបងប្អូនមួយចំនួនប៉ុណ្ណោះដែលបានដឹងនិងស្គាល់អំពីសិល្បៈគំនូរអង្គរមួយប្រភេទនេះតើបងប្អូនមានដឹងអត់ថាដើម្បីឲ្យលេចចេញជារូបរាងគំនូរយ៉ាងស្រស់ស្អាតនិងប្រណិតនៃរូបគំនូរមួយផ្ទាំងគឺត្រូវបានបិទឡើងដោយអង្គរមួយគ្រាប់និងត្រូវបានធ្វើឡើងដោយយកចិត្តទុកដាក់បំផុតចំពោះរូបគំនូរនីមួយៗផងដែរហើយនេះពិតជាបញ្ជាក់ឲ្យឃើញអំពីតម្លៃភាពច្នៃប្រឌិតនិងភាពតស៊ូមួយនៃសិល្បៈគំនូរមួយនេះបើយើងមកដឹងអំពីប្រវត្តិរឿងរ៉ាវនៃសិល្បៈគំនូរមួយនេះគឺផ្ដើមចេញឡើងពីបងស្រីម្នាក់ដែលមានឈ្មោះថាគឹមអេដែលឈ្មោះក្រៅរបស់គាត់ត្រូវបានគេហៅថាបងអាយសាហើយគាត់គឺជាស្ថាបនិកនិងនាយកប្រតិបត្តិនៃសិល្បៈគំនូរអង្គរកម្ពុជាមួយនេះផងដែរបងស្រីត្រូវបានផ្លាស់ប្ដូរផ្នត់គំនិតពីការលក់នំបាយទ្រាបដែលមានតម្លៃថោកហើយឆាប់ផ្អូមដល់ជំនួសមកវិញទៅជាគ្រាប់អង្គរខ្មែរហើយច្នៃប្រឌិតទៅជាផ្ទាំងគំនូរមួយយ៉ាងស្រស់ស្អាតនិងមានតម្លៃខ្ពស់ហើយអាចរក្សាទុកបានយូរឆ្នាំអង្គរមិនត្រឹមតែជាបាយសម្រាប់យើងក្នុងការបរិភោគប៉ុណ្ណោះទេប៉ុន្តែបងស្រីបានកែច្នៃអង្គរឲ្យคล้ายទៅជាសិល្បៈគំនូរមួយដែលស្អាតនិងប្លែកភ្នែកមែនទែនសម្រាប់គោលបំណងរបស់បងស្រីគឺចង់ឲ្យពិភពលោកបានស្គាល់អត្តសញ្ញាណអង្គរខ្មែរនិងសិល្បៈពីប្រទេសកម្ពុជារបស់យើងតាមរយៈការកែច្នៃឲ្យចេញទៅជារូបរាងក្បាច់រចនារូបភាពផ្សេងឬរូបភាពនៃប្រាសាទអង្គរវត្តរូបថតរូបអប្សរាឬរូបផ្សេងទៅតាមតម្រូវចិត្តរបស់បងប្អូនប្រជាជនទូទាំងពិភពលោកបងប្អូនដឹងអត់ថាដើម្បីបានគំនូរនីមួយគឺគាត់ត្រូវចំណាយពេល3ទៅ6ថ្ងៃសម្រាប់ប្រភេទរូបខ្នាតតូចនិងខ្នាតកណ្ដាលហើយបើសម្រាប់ប្រភេទរូបខ្នាតធំវិញគឺអាចចំណាយពេលរហូតទៅដល់រាប់ខែឯណោះគំនូរនីមួយគឺត្រូវបានធ្វើឡើងដោយគ្រាប់អង្គរធម្មជាតិរបស់ខ្មែរយើងពិតនិងប្រើដោយពណ៌ធម្មជាតិជាប់បានយូរជាពិសេសនោះគឺការពារសត្វល្អិតនិងការពារជម្រាបទឹកបានយ៉ាងល្អផងដែរហើយខ្ញុំក៏សង្ឃឹមថាសិល្បៈគំនូរអង្គរមួយនេះនឹងទទួលបានភាពទាក់ទាញនិងចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិដើម្បីជាការលើកស្ទួយនិងជួយគាំទ្រទៅដល់ស្នាដៃនិងទេពកោសល្យរបស់កូនខ្មែរយើងដើម្បីឲ្យអាចបន្តទៅមុខបានបន្តទៀតអញ្ចឹងបើសិនជាបងប្អូនចង់គាំទ្រស្នាដៃរបស់បងស្រីជារៀងរាល់ថ្ងៃចុងសប្តាហ៍ថ្ងៃសៅរ៍ថ្ងៃអាទិត្យគាត់មានជាមួយនឹងការដាក់តាំងលក់គំនូរអង្គរនៅក្នុងបរិវេណផ្លូវ Walk Street ទីក្រុងភ្នំពេញមិនថាតែបងប្អូនចង់បានជាគំនូរដែលមានស្រាប់ឬមួយក៏បងប្អូនចង់កម្មង់ជាឈ្មោះនិងរូបភាពផ្សេងទៅតាមតម្រូវការរបស់បងប្អូនណាក៏បងប្អូនអាចកម្មង់បានដូចគ្នាផងដែរហើយសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចធ្វើការតាក់ទងទៅកាន់បងស្រីផ្ទាល់ឬមួយក៏តាមរយៈ Facebook Page របស់គាត់និងសម្រាប់ព័ត៌មានផ្សេងបន្ថែមទៀតខ្ញុំនឹងដាក់នៅក្នុង comment នៃវីដេអូមួយនេះអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះហើយយើងនឹងជួបគ្នានៅវីដេអូបន្ទាប់ទៀត